រឿងឪពុករើសកូនប្រសាទិដ្ឋភាពផ្ទះឈើមួយនៅតាមជនបទប្រទេសកម្ពុជាតាចាស់និងដូនចាស់កំពុងអង្គុយនិយាយគ្នាខណៈកូនស្រីដ៏ស្រស់ស្អាតរបស់ពួកគេកំពុងធ្វើការផ្ទះអ្នកភូមិបន្តិចបន្តួចនិងបុរសកំឡោះមកជួបតាចាស់ដើម្បីសុំដណ្ដឹងកូនស្រីតែគាត់លើកលក្ខខណ្ឌតឹងរឹងថាត្រូវតមជេរម្ដាយទើបគាត់ឲ្យកូនស្រីអ្នកណាដែលដណ្ដឹងកូនអញហើយអាចតមមិនជេរម្ដាយគេបានទើបអញឲ្យកូនអញជាប្រពន្ធអ្នកនោះបុរសកំឡោះសង្ហាម្នាក់រៀបចំខ្លួនយ៉ាងស្អាតបាតបានចូលមកជួបតាចាស់ដើម្បីសុំដណ្ដឹងកូនស្រីគាត់តាចាស់ប្រាប់ពីលក្ខខណ្ឌកំឡោះនោះក៏យល់ព្រមអញឲ្យឯងកុំព្រួយចិត្តប៉ុន្តែអញត្រូវតមជេរម្ដាយគេហើយទទួលបម្រើអញតាមពាក្យអញទើបបានអញឲ្យឯងបើតមមិនបានអញផ្ដាច់កូនអញប្រាប់ឲ្យដឹងជាមុនលុះក្រោយទៅអញកុំថាអញកាយណាខ្ញុំបាទតមជេរម្ដាយគេបានហើយធ្វើការអ្វីក៏បានទាំងអស់ខ្ញុំបាទទទួលសពគ្រប់ប្រការតាមប្រសាសន៍លោកឪពុកបើឯងតមជេរម្ដាយបានមែនឯងទៅសិនចុះព្រឹកត្រូវឯងមកវិញពីព្រលឹមព្រឹកព្រលឹមកំឡោះទី1បានមកដល់ផ្ទះហើយទទួលទានបាយដែលកូនក្រមុំរៀបចំឲ្យបន្ទាប់មកតាចាស់ក៏ប្រើឲ្យទៅភ្ជួរស្រែជាមួយលក្ខខណ្ឌចម្លែកណាកូនចូលកូនទៅចាប់ក្របីទៅភ្ជួរស្រែកូនឯងភ្ជួរដល់រាបណាថ្មនៅឯស្រែនោះយំតាវហើយសំឯងដោះក្របីឮទេកំឡោះទី1ភ្ជួរស្រែពីព្រឹកទល់ថ្ងៃត្រង់ក្របីហត់ដើរឡើងរួចខ្លួនឯងក៏ឃ្លានតែថ្មនៅស្ងៀមមិនព្រមយំសោះដោយសារតែខឹងនឹងឃ្លានពេកកំឡោះនោះក៏ជេរប្រតិកដល់ថ្មដែលធ្វើឲ្យតាចាស់ដែលពួននៅក្រោយថ្មលោតចេញមកផ្ដាច់ពាក្យភ្លាមម្ដាយអាថ្មនេះកាលណានឹងយំឡើងហោណៅចុះអញដោះក្របីលែងហៅទៅផ្តាចុះអញផ្ដាច់កូនហើយត្បិតឯងតមជេរម្ដាយមិនបានថ្ងៃក្រោយមកបុរសកំឡោះទី2ដែលមានប្រាជ្ញាបានមកដណ្ដឹងកូនក្រមុំគាត់យល់ព្រមតាមលក្ខខណ្ឌដូចកំឡោះមុនដែរបាទលោកឪពុកខ្ញុំបរិភោគបាយរួចខ្ញុំនឹងទៅអូសទាញក្របីទៅចំការភ្លាមពេលទៅភ្ជួរស្រែកំឡោះមិនល្ងងទេគាត់បានវែកបាយទៅហូបនៅឯស្រែផងដើម្បីកុំឲ្យឃ្លានរហូតដល់ខឹងពេលល្ងាចក្របីហត់ខ្លាំងដានលែងរួចកំឡោះមិនបានខឹងជេរម្ដាយថ្មទេតែបាយជានិយាយអង្វរថ្មឲ្យអាណិតក្របីទៅវិញដោយដឹងថាតាចាស់ពួននៅក្រោយថ្មលោកថ្មឲ្យយំឡើងថើក្របីដើរពំរួយទេអាណិតក្របីថងទៅខ្លួនខ្ញុំឥតបោអីទេខ្ញុំមានបាយស៊ីហើយភ្ជួរដងយប់ក៏បានដែរបើមិនអាណិតខ្ញុំអាណិតតែក្របីទៅត្បិតវាជាសត្វឮកំឡោះនិយាយអង្វរយូរទៅតាចាស់ក៏អាណិតក្របីខ្លួនឯងរហូតដល់ទ្រាំលែងបានក៏យំតាវចេញពីក្រោយថ្មមកកំឡោះក៏ដោះក្របីលែងតាចាស់ចេញពីក្រោយថ្មមកហើយប្រាប់ឲ្យកំឡោះទៅផ្ទះចុះព្រឹកសឹមមកវិញកូនអើយទៅផ្ទះឯងចុះព្រឹកសឹមឯងមកវិញយប់ឡើងតាចាស់នៅដូនចាស់ជល់ដេកតាចាស់រអើរំទាមរឿងរូបរាងមិនសង្ហារបស់កូនប្រសានេះហើយឲ្យយាយចាស់ជួយគិតរកល្បិចថ្មីកំឡោះលឹបស្ដាប់ក្រោមផ្ទះដូនអើយអានេះវាតោមជេរម្ដាយមិនបានប៉ុន្តែរូបរាងវាអាក្រក់មិនសមនឹងកូនយើងសោះយើងរកឧបាយយ៉ាងណាឲ្យវាខឹងជេរម្ដាយហើយយើងនឹងផ្ដាច់វាទៅងាយទេតាព្រឹកឡើងឲ្យតាឯងចូលការ៉ុងមួយឯការ៉ុងមួយទៀតដាក់អង្ករពេលវាមកខ្ញុំប្រាប់ថាឲ្យវារែកតាឯងនឹងអង្ករឡើងភ្នំបើវាធ្ងន់វាខឹងនោះតាឯងឮការជេរទៅផ្ដាច់វាបានដែរងាយព្រឹកព្រលឹមដូនចាស់រៀបចំអម្រែកដោយមានដាក់តាចាស់មួយខាងនិងអង្ករមួយខាងហើយបង្គាប់ឲ្យកំឡោះនោះរែកឡើងភ្នំឲ្យឆាប់កូនអើយឪឯងទៅកាប់អូសលើភ្នំហើយគាត់ផ្ដាំឲ្យកូនឯងរែកអង្ករនេះឡើងទៅតាមឲ្យឆាប់កូនរែកទៅឲ្យឆាប់នឹងឲ្យដាំបាយឲ្យឪពុកហូបកំឡោះរែកអម្រែកឡើងភ្នំបន្តិចរួចធ្វើពុតជារែកណាងរួចក៏ទម្លាក់ចុះមកវិញហើយត្អោញត្អែប៉ុន្តែគាត់មិនជេរជាដាច់ខាតអូឪអើយខ្ញុំឃ្លានបាយណាស់ខ្ញុំរែកឡើងទៅឲ្យឆាប់មិនបានទេបើវាធ្ងន់ម្លេះនរណានឹងរែកឡើងទៅរួចបើឪមិនអាណិតគាត់ជេរបន្ទោសដោយម្ដេចក៏ទទួលកំឡោះក៏រែកចូលវាលមួយដែលមានស្បៅស្ងួតល្អរួចដាក់អម្រែកកណ្ដាលព្រៃស្បៅនោះហើយដាវចេញទៅរកភ្លើងមកដុតពីជុំវិញភ្លើងចាប់ផ្ដើមឆេះរាលដាលកម្ដៅឡើងខ្លាំងដល់តាចាស់នៅក្នុងការ៉ោងគាត់ចាប់ផ្ដើមបំរាស់ញាប់ញ័រយ៉ាងខ្លាំង
កំឡោះធ្វើពុតជារត់ត្រឡប់មកវិញហើយឈរស្រែកពីចម្ងាយថានរណាដុតភ្លើងឆេះអម្រែកអញអស់ធ្វើដូចម្ដេចអញនឹងចូលបានទេបើភ្លើងឆេះជុំវិញដូច្នេះចូលមិនចុះទាល់តែសោះលក់ដឹងថាតាចាស់រលាក់ភ្លើងខ្លាំងហើយខឹងយ៉ាងខ្លាំងប៉ុន្តែមិនអាចបន្ទោសកូនប្រសាបានទេគាត់ក៏ព្យាយាមដាវទៅយើងមកផ្ទះវិញដោយស្ងៀមស្ងាត់ទៅផ្ទះចុះព្រឹកសឹមមកវិញដល់យប់តាចាស់ដែលរលាកភ្លើងតែងឈឺចាប់បានប្រាប់ពីសកម្មភាពដ៏ឆ្លាតវៃរបស់កូនប្រសាទៅកាន់ប្រពន្ធហើយសុំឲ្យជួយគិតរកល្បិចថ្មីកំឡោះនោះមកពួនស្ដាប់ក្រោមផ្ទះដូចមុនដូនអើយអានេះមានប្រាជ្ញាណាស់ឯងគិតអីវាដឹងមុនទាំងអស់វាទុកទាល់តែភ្លើងឆេះដៅរលាកអញទើបវាចូលរត់ទាញចេញមកដូនឯងជួយគិតអញម្ដងទៀតមើលដូនចាស់ប្រាប់ល្បិចថ្មីថាស្អែកព្រឹកឲ្យតាចាស់ធ្វើជាម្ចាស់ឯកូនប្រសាធ្វើជាឆ្កែដើម្បីនាំគ្នាទៅរាវអណ្ដើកនៅឯវាលបើវារកមិនបាននោះនឹងផ្ដាច់កូនចោលឥឡូវនេះយើងគិតថាតាឯងធ្វើម្ចាស់ឲ្យវាធ្វើឆ្កែនាំទៅបណ្ដើរកអណ្ដើកឲ្យវាដូចឆ្កែបើវារកអណ្ដើកមិនបានឬវាបោលមិនតាន់ទេយើងផ្ដាច់វាម្ដងនេះកំឡោះបានដឹងល្បិចនេះក៏ក្រោកពីព្រលឹមស្រាងយកអណ្ដើកទៅចងទុកតាមកំពតស្មៅនឹងឯវាលស្រែសពកន្លែងមុនពេលបំរើឲ្យពុកក្មេកព្រឹកឡើងបន្ទាប់ពីហូបបាយរួចតាចាស់ក៏ប្រាប់គម្រោងតាចាស់ពុនបាយសំណុំចំណែកកំឡោះនោះដើរជើង4តាមក្រោយដូចជាសត្វឆ្កែកូនអើយឥឡូវនេះយើងទៅបណ្ដើរអណ្ដើកប៉ុន្តែយើងគ្មានឆ្កែកូនឯងធ្វើឆ្កែឪធ្វើម្ចាស់ទៅរកក្រែងបាន1 2យកមកស៊ីបាទវ៉ូពេលទៅដល់វាលកំឡោះនោះក៏បោចូលកំពតស្មៅព្រោះងងងតាចាស់រត់ទៅតាមក៏ឃើញអណ្ដើកមែនគាត់រើសបានអណ្ដើកជាច្រើនដោយងាយស្រួលវ៉ូដល់ថ្ងៃត្រង់មានពន្លឺថ្ងៃក្តៅខ្លាំងតាចាស់ក៏រកកន្លែងម្លប់អង្គុយសម្រាកហត់នឿយនឹងឃ្លានបាយខ្លាំងម៉ាស់គាត់ក៏រៀបចំស្រ័យបាយសំណុំដើម្បីហូបស្រាប់តែឆ្កែនោះក្រឡេកឃើញភូមិក្របីមួយភូមិក៏បណ្ដោយឲ្យវិញ្ញាណឆ្កែចូលសន្ធិដ្ឋស្ទុះបៅវឹងដេញក្របីឲ្យរត់ចូលស៊ីស្រូវរបស់អ្នកភូមិវ៉ាឃើញដូច្នេះតាចាស់ដែលទើបតែនឹងចាប់ដើមហូបបាយក៏ភ័យរន្ធត់ប្រញាប់រត់ទៅដេញក្របីទាំងបង្ខំដើម្បីកុំឲ្យខូចខាតស្រូវគេឆ្លៀតពើដែលតាចាស់រវល់តែដេញក្របីឆ្កែដ៏ឆ្លាតរបស់យើងក៏បោលត្រឡប់មកវិញលេបត្របាក់ហូបបាយសំណុំតាចាស់ទាល់តែអស់រលីងក្នុងមួយពព្រិចភ្នែករួចបោលទៅបាត់ពេលតាចាស់ដេញក្របីរួចត្រឡប់មកវិញស្រាប់តែបាត់បាយអស់ខ្លួនក៏ខឹងនឹងឃ្លានហត់ស្ទើរដាច់ខ្យល់ដោយសារដាល់ភ្លើឆ្ងាយដល់ផ្ទះបានត្រឹមដេញកូនឲ្យទៅវិញមាត់ស្ទុះទៅផ្ទះចុះព្រឹកសឹមមកវិញយប់នោះតាចាស់រៀបរាប់កំហឹងប្រាប់ប្រពន្ធតែយាយនៅតែចេះតែលួងលំយាយថាមុនគាត់ធ្វើឆ្កែឥឡូវឲ្យកំឡោះនោះធ្វើម្ចាស់ម្ដងឯគាត់ធ្វើឆ្កែវិញទៅកំឡោះនោះពួនស្ដាប់ដោយសពមួយដងពីមុនវាធ្វើឆ្កែតែឯងធ្វើម្ចាស់បានជាវាធ្វើបាបខូចបាយបាត់ដូច្នេះព្រឹកនេះតែឯងឲ្យវាធ្វើម្ចាស់ម្ដងតែឯងចាំធ្វើឆ្កែវិញទៅសងសឹកព្រឹកឡើងតាចាស់នឹងយាយក៏ប្រាប់គម្រោងបញ្ច្រាស់នេះទៅកំឡោះឆ្លាយបាតហើយយកបាយហូបដាពីមុខមើលទៅតាចាស់វាទ្រុបតាមក្រោយកូនអើយពីមេសើមឹងឯងធ្វើឆ្កែថ្ងៃនេះឯងធ្វើម្ចាស់អញម្ដងឯងធ្វើឆ្កែវិញម្ដងកំឡោះឆ្លាតខំដើរលឿនឯតាចាស់វាតាមមិនទាន់កំឡោះក៏ងាកមកវាយតាចាស់ហើយស្ដីបន្ទោសថាឆ្កែអីស៊ីតែបាយបង្អស់ដើរទៅមុខមិនទៅដើរតែតាមក្រោយម្ចាស់អញ្ចេះរកអណ្ដើកមិនដេចបានលឿនឡើងឆ្កែអីស៊ីតែបាយបង្អស់ដើរទៅមុខមិនទៅដើរតែតាមក្រោយម្ចាស់អញ្ចេះរកអណ្ដើកមិនដេចបានលឿនឡើងដល់ថ្ងៃត្រង់កំឡោះអង្គុយហូបបាយយ៉ាងឆ្ងាញ់ក្រោមម្លប់ឈើទុកតែឆ្អឹងឲ្យឆ្កែចាស់តាចាស់ខំអង្គៀមឆ្អឹងដែរតែគ្មានថ្មិញឃ្លានណាស់បានត្រឹមអង្គុយមើលមុខតែប៉ុណ្ណោះកំឡោះវាយមួយប្រណុងទៀតដោយថាឆ្កែអីមិនបានការរួចឲ្យវាទៅវិញតាចាស់ហត់ណាស់វាលេងរួចក៏តោងដើរថយក្រោយវិញយ៉ាងលំបាកណោះទៅផ្ទះចុះបើមិនផេះទេឆ្កែអីរកអណ្ដើកមិនបានសោះអញ្ចឹងធៀងទៅផ្ទះមុនណាយប់នោះតាចាស់អស់កម្លាំងស្ទើរស្លាប់ក៏អង្វរយាយឲ្យគិតរកល្បិចចុងក្រោយមួយទៀតយាយប្រាប់ថាស្អែកឲ្យគាត់ចូលការុងអង្គម្ដងទៀតហើយឲ្យកូនប្រសារែកត្រឹបសា
ឲ្យវាយកគ្នាទៅវាមានប្រាជ្ញាណាស់តែឯងផ្ដាច់វាមិនបានទេដូនជួយគិតអញម្ដងទៀតបើវាធ្វើមិនបានសឹមយឺនផ្ដាច់វាព្រោះរូបរាងវាអាក្រក់ទាល់ទេសោះព្រឹកឡើងកំឡោះនោះក៏ត្រូវគេប្រគល់ការុងអង្គឲ្យរែកហើយប្រាប់ថាឪទៅផ្សារបាត់ហើយត្រូវប្រញាប់រែកឲ្យទាន់កាន់តែឆាប់កាន់តែល្អឪឯងទៅផ្សារបាត់ហើយនេះកូនត្រូវរែកអង្គទៅតាមឲ្យទាន់ណាកាន់តែឆាប់កាន់តែល្អពេលទៅដល់ស្ពានកំឡោះដាក់អំរែកប្របេះជន់ក្តារបន្តិចក្រោយក៏គាត់ភឿសំលេងដំរីដើរជន់ស្ពានហើយស្រែកឆឡោឲ្យតាចាស់ភ័យបំរាស់ធ្លាក់ទឹកអញអើយអំរែកធ្ងន់ណាស់រែកឲ្យទាន់ឪទៅម្ដេចណោះដាក់នៅនេះឯងទៅចាំទៅវាលសពសិននរ៉ាអំរែកនៅលើស្ពានដំរីអញវាជន់ខូចអស់ហើយយកអង្គនេះចេញឲ្យឆាប់មកវើយទុកឲ្យកូនឆ្លួតទឹកបន្តិចកំឡោះក៏ធ្វើជាភ្ញាក់លោតទៅស្រង់សង្គ្រោះតាចាស់មកវិញហើយធ្វើជាបន្ទោសថាម្ដេចក៏មិនប្រាប់មុនដំរីជន់ធ្លាក់អស់ហើយអើយម្ដេចមិនស្រែកប្រាប់ខ្ញុំកុំអីស្លាប់ទៅហើយគេឲ្យដំរីកាយធ្លាក់ទឹកបាត់ហើយតាចាស់អស់ចម្រោះនឹងល្បិចកលទាំងអស់ពីលំបាកនឹងរងទុកខ្លាំងពេកហើយឆ្លើយលេងចិនទីបញ្ចប់គាត់សុខចិត្តឲ្យកូនស្រីរៀបការប្តីនឹងកំឡោះឆ្លាតនេះទៅណោះអញសូមគិតចោះចាញ់ហើយឯងយកកូនអញទៅរឿងនេះអប់រំឲ្យឃើញថាការប្រើប្រាជ្ញាស្មារតីនិងការអត់ធ្មត់គឺជាអាវុធដ៏មានប្រសិទ្ធភាពបំផុតក្នុងការយកឈ្នះលើឧបសគ្គនិងល្បិចកលល្បាក់អ្នកដទៃយុវជនទី2ទោះបីជាមានរូបរាងមិនសង្ហាក៏ដោយប៉ុន្តែដោយសារភាពឆ្លាតវៃនិងចិត្តអំណត់ទើបអាចដោះស្រាយរាល់ល្បិចកលរបស់ឪពុកក្មេកហើយទទួលបានជោគជ័យដោយខ្លួនឯងម្យ៉ាងវិញទៀតរឿងនេះក៏បង្ហាញផងដែរថាការប្រើល្បិចកលពីសពុលដើម្បីធ្វើបាបអ្នកដទៃវានឹងហុចផលអាក្រក់ត្រឡប់មកវិញមិនខានដោយតាចាស់ដែលត្រូវរលាកភ្លើងឆ្លក់ទឹកនិងហត់នឿយស្ទើរស្លាប់ដោយសារតែគំនិតអាក្រក់របស់ខ្លួនឯង